ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះហេងមលៀបអញ្ចឹងថ្ងៃនេះគឺខ្ញុំមកនិយាយពីការប្រើប្រាស់ mode របស់កាមេរ៉ាហើយថ្ងៃនេះគឺខ្ញុំលើកយក ZV-E10 Mark II នេះមកបង្ហាញដែលកាមេរ៉ា ZV-E10 Mark II នេះវាមានទាំងអស់គឺ3 mode ដែល mode ទី1ហ្នឹងគឺ auto mode ទី2គឺ semi auto mode ហើយនិងទី3ហ្នឹងគឺ manual mode ដែល auto mode នេះគឺកាមេរ៉ានឹងកំណត់ setting ខ្លួនឯងទាំងអស់ដោយស្វ័យប្រវត្តិដូចជា ISO aperture ក៏ដូចជា shutter speed ឬក៏ white balance អញ្ចឹងខ្ញុំនឹងឧទាហរណ៍ឲ្យមើលគឺ auto mode អញ្ចឹងសម្រាប់ auto mode នេះគឺវាកំណត់ខ្លួនឯងទាំងអស់យើងអត់អាចកំណត់ទៅលើ shutter speed ឬក៏ aperture ឬក៏ ISO បានទេអញ្ចឹងគឺវាកាមេរ៉ាគឺកំណត់ខ្លួនឯងដោយស្វ័យប្រវត្តិអញ្ចឹងជាបន្តមកទៀតគឺ semi automatic mode អញ្ចឹងសម្រាប់ semi automatic mode នេះវាមាន3 mode នៅក្នុងហ្នឹងមានដូចជា aperture priority shutter speed priority និង program mode ដែលនៅក្នុង aperture priority នេះគឺយើងអាចកំណត់ទៅលើ aperture តាមចំណំតាមតែចិត្តយើងអញ្ចឹងប៉ុន្តែវានឹងគណនាទៅលើ shutter speed ខ្លួនឯងអញ្ចឹងឧទាហរណ៍គឺបែបនេះយើងអាចសេរីaperture បានតែ shutter speed គឺវាដើរខ្លួនឯងតែសម្រាប់ ISO ក៏យើងអាចសេរីបានដូចគ្នាដែរអញ្ចឹង aperture priority ហ្នឹងគឺគេប្រើសម្រាប់ថត portrait ក៏ដូចជា blur background អញ្ចឹងបន្ទាប់មកទៀតគឺ shutter speed priority ដែល shutter speed priority ហ្នឹងវាស្តៀងទៅនឹង aperture priority ដែរយើងសេរីខ្លួនឯងគឺទៅលើ shutter speed ហើយកាមេរ៉ាវានឹងកំណត់ aperture យើងហើយ shutter speed priority នេះដែរគឺប្រើសម្រាប់ថត spot action និង moving object ហើយចូលទៅដល់ mode មួយទៀតគឺ program mode ដែល program mode នេះគឺយើងកាមេរ៉ាគឺវាកំណត់ aperture ហើយនិង shutter speed ឲ្យយើងហើយយើងគឺជាអ្នកកំណត់ ISO exposure ក៏ដូចជា white balance ដោយខ្លួនឯងអញ្ចឹងយើងអាចមើលបានគឺ ISO យើងអាចសេរីបានហើយwhite balance ក៏យើងអាចកំណត់ឲ្យខ្លួនឯងបានដូចគ្នាអញ្ចឹងសម្រាប់កាមេរ៉ាទៅលើ program mode នេះគឺវាកំណត់ឲ្យយើងតែ aperture ហើយនិង shutter speed ទេអញ្ចឹងចូលទៅដល់ mode ធំចុងក្រោយហ្នឹងគឺ manual mode អញ្ចឹងចូលទៅដល់ mode ធំចុងក្រោយហ្នឹងគឺ manual mode ដែល manual mode នេះគឺយើងគ្រប់យ៉ាងគឺយើងជាអ្នកកំណត់ខ្លួនឯងក៏ដូចជាISO aperture ក៏ shutter speed ឬក៏ exposure white balance ហ្នឹងអញ្ចឹងវាត្រូវបានកំណត់ប្រើប្រាស់ភាគច្រើនគឺសម្រាប់ professional photography ឬក៏ professional videography អញ្ចឹងទៅហើយអត្ថប្រយោជន៍របស់វាហ្នឹងគឺ control ពន្លឺបានពេញហើយវីដេអូយើងមើលទៅវា professional ដែល auto mode ហ្នឹងគឺកាមេរ៉ាគឺជាអ្នកគ្រប់គ្រងទៅលើ shutter speed ISO ហើយនិង aperture ដែលស្វ័យប្រវត្តិតែវាជាទូទៅគេប្រើសម្រាប់ beginner ហើយ semi auto mode ហ្នឹងគឺកាមេរ៉ាក៏នៅតែកំណត់ឲ្យដូចគ្នាតែយើងអាចផ្លាស់ប្ដូរបានខ្លះហើយជាចុងក្រោយហ្នឹងគឺ manual mode manual mode មានន័យថា user ខ្លួនឯងផ្ទាល់គឺជាអ្នកកំណត់ទៅលើ shutter speed ISO ហើយនិង aperture ក៏ដូចជា white balance អញ្ចឹងទៅវាប្រើសម្រាប់ professional គឺខ្ញុំចង់បន្ថែមទៀតនៅក្នុង ZV-E10 Mark II នេះក៏មានដូចជាការថតដែលយើងអាចជ្រើសរើសបានវាមានច្រើននៅក្នុង short mode ហ្នឹងគឺមានដូចជា portrait spot action macro landscape sunset ហើយ night scene ក៏ដូចជា night portrait អញ្ចឹងមានន័យថាវាទៅតាមមុខងារវានីមួយៗដូចជា night portrait នេះអញ្ចឹងយើងអាចថតនៅពេលយប់បានស្អាតគឺយើងអាចថតនៅពេលយប់បានស្អាតមើលទៅវា blur ដាច់ល្អអញ្ចឹងការបកស្រាយទៅលើការប្រើប្រាស់ mode របស់ខ្ញុំគឺប៉ុណ្្នឹងឯងអញ្ចឹងជាចុងក្រោយនេះគឺការបកស្រាយទៅលើការប្រើប្រាស់ mode នៅលើកាមេរ៉ានេះគឺបានបញ្ចប់ត្រឹមហ្នឹងហើយអញ្ចឹងជាចុងក្រោយនេះខ្ញុំសូមជម្រាបលាលោកគ្រូ